អាយុ15មានសងសាប៊ូនាងតែងជួបជូនមិនដែលលូថ្ងៃសងសាទី1ឈ្មោះថាភក្តីទី2ឈ្មោះរៃទី3ឈ្មោះរៃទី4ឈ្មោះរាទោះបីប្របួនស្នេហ៍ស្រីតែម្នាក់តែគេស៊ូមិនខ្លាចរអាចាំថ្ងៃណាដែលនាងជ្រើសយកតែមួយនាងថាពេលនាងស្នេហ៍មើលចិត្តសិនបងទាំង4អើយសូមកុំព្រួយមិនស្មានឡើយនាងបែរមានមិនទៀតសងសាទី1ដេកពេទ្យព្រោះឆ្អែតពេកនឹងចិនស្រីខំស្មោះស្ម័គ្រក្តីមិនស្មានរូបស្រីអត់ស្នេហ៍សងសាទី2ទួញយំហឹងស្រាផ្លេចទុកពេលគ្មានស្រីនៅក្បែរទី3យំរាយរ៉ាប់ប្រាប់ម៉ែឯទី4ស្ទើរឈួតលំឡាយគួរអាណិតជឿឬមិនជឿស្រេចលើអ្នកស្ដាប់ខ្ញុំច្រៀងរាយរាប់ក៏ព្រោះតែធ្លាប់មានរឿងរ៉ាវពិតស្នេហាមួយនេះគឺប្រុងខូចចិត្តអ្នកស្ដាប់ជួយគិតចុងក្រោយជីវិតទៅជាយ៉ាងណាទោះបីប្របួនស្នេហ៍ស្រីតែម្នាក់តែគេស៊ូមិនខ្លាចរអាចាំថ្ងៃណាដែលនាងជ្រើសយកតែមួយនាងថាពេលនាងស្នេហ៍មើលចិត្តសិនបងទាំង4អើយសូមកុំព្រួយមិនស្មានឡើយនាងបែរមានមិនទៀតសងសាទី1ដេកពេទ្យព្រោះឆ្អែតពេកនឹងចិនស្រីខំស្មោះស្ម័គ្រក្តីមិនស្មានរូបស្រីក្បត់ស្នេហ៍សងសាទី2ទួញយំហឹងស្រាផ្លេចទុកពេលគ្មានស្រីនៅក្បែរទី3យំរាយរ៉ាប់ប្រាប់ម៉ែឯទី4ស្ទើរឈួតលំឡាយគួរអាណិតសងសាទី1ដេកពេទ្យព្រោះឆ្អែតពេកនឹងចិនស្រីខំស្មោះស្ម័គ្រក្តីមិនស្មានរូបស្រីក្បត់ស្នេហ៍សងសាទី2ទួញយំហឹងស្រាផ្លេចទុកពេលគ្មានស្រីនៅក្បែរទី3យំរាយរ៉ាប់ប្រាប់ម៉ែឯទី4ស្ទើរឈួតលំឡាយគួរអាណិតយំរាយរ៉ាប់ប្រាប់ម៉ែឯទី4ស្ទើរឈួតលំឡាយ